អូហូអ្នកណាខ្លះចង់ដើរលេងមានផែនការអត់ច្បាស់មិនដឹងថាទៅណាទៅកន្លែងណាដដែលពេលខ្ជិលនៃផ្ទះសល់លុយណែមកលេងកន្លែងនេះមកកុំនៅផ្ទះពេលប្រយ័ត្នចាស់មុនអាយុអ្នកណាគេមិនស្គាល់កន្លែងនេះអូជាកន្លែងដ៏ល្បីមួយនៅទឹកដីស៊ូប័ននិងហ្វាសទីកន្លែងបណ្ដាល័យធំមួយបន្ទាប់ពីសេអ៊ូលប្រទេសកូរ៉េនៅកន្លែងនេះគេបើកឲ្យចូលលេងសេរីមិនមានលក់សំបុត្រទេមិនថាជនជាតិបរទេសនិងជនជាតិកូរ៉េទេ គឺគេបើកឲ្យចូលលេងសេរីជាពិសេសនោះអ្នកដែលចូលចិត្តថតរូបចូលចិត្តធ្វើវីដេអូមកលេងកន្លែងនេះគឺត្រូវហើយថតដាច់ដៃចោលថតតតែ100ស្លឹកអីណោះទើបពេញចិត្តនិយាយត្រូវអត់ជាពិសេសនោះនារីអូយសុំខ្លាយហើយចាប់អស់ដៃថងសារកន្លែងស្អាតតតែឃើញប្លង់ទើបបានពេញចិត្តសម្រាប់នៅទីកន្លែងនេះដែរនៅចិត្តទឹកដីសុវណ្ណទេ ចេញពីយកសុវណ្ណចុះនៅហ្វាសចុះដើរពីយកហ្វាសមកដល់កន្លែងនេះហើយប្រយ័ត្នជិះរថភ្លើងខុសខ្សែជិះចុះជិះឡើងរកផ្លូវចុះអត់ឃើញណែសូមនិយាយប្រាប់បន្តិចសម្រាប់អ្នកចូលចិត្តភ្លើងរាត្រីកន្លែងរស់សប្បាយអីហ្នឹងកន្លែងនេះអត់ត្រូវចិត្តទេព្រោះកន្លែងនេះអ្នកមកលេងគឺគោលដៅថតរូបធ្វើវីដេអូទុកជាអនុស្សាវរីយ៍ដោយសុភាពបុរសនិងសុភាពនារីដែលចូលចិត្តអានសៀវភៅ កន្លែងនេះមកលេងត្រូវចិត្តពួកគាត់ហើយការតុបតែងនៅកន្លែងនេះស្អាតប្លែកភ្នែកការឌីហ្សាញជ្រុងមួយមើលទៅល្អទីធ្លាធំទូលាយស្រឡះភ្នែកបើមកលេងលើកដំបូងអារម្មណ៍រភើបរីករាយតែបើថាមកយូរទៅអារម្មណ៍លែងរភើបហើយព្រោះមិនមែនជាលើកដំបូងដោយគេនិយាយថាអ្វីៗបានតែលើកដំបូងទេយូរធុញទ្រាំសម្រាប់វីដេអូនេះគឺថតតាំងពីបណ្ដាល័យគេបើកលើកដំបូងម៉េះការទៅបើកលើកដំបូង និយាយពីថាមនុស្សបកទៅលេងដើរជួបតែជនជាតិកម្ពុជាយើងគាត់តែប្រុសស្អាតស្រីស្អាតតែឥឡូវមិនដឹងថាមនុស្សទៅលេងច្រើនទៀតអត់ណោះដូច្នេះហើយអ្នកដែលមិនមានគម្រោងដើរលេងមិនដឹងថាទៅលេងណាអាចមកដើរលេងនៅនេះមកជាមួយគ្នាមកច្រើនមកកាន់តែច្រើនកាន់តែសប្បាយហើយដឹងតែសប្បាយតែម្ដងអ្នកមានសង្សារគូស្នេហ៍ផ្អែមល្ហែមដូចទឹកឃ្មុំមកលេងនេះមកកុំនៅបន្ទប់ពេកស្ត្រេសរកលុយផងដើរលេងផងទើបជីវិតមិនខ្សោះទើបជីវិតមានជាតិ ជាដូចសម្លកកូរគ្រឿងអញ្ចឹងសម្រាប់អ្នកដែលមើលវីដេអូនេះជួយចុច like ចុច share ផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀត